សួស្តីក៏ដូចជាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការសម្រាយរឿងថ្មីទៀតហើយថ្ងៃនេះ admin បានលើកយកនៅសាច់រឿងថ្មីមួយដែលប្លែកហើយល្អមើលនិងមានគុណតម្លៃខ្លាំងមែនទែនតោះកុំឲ្យខាត់ពេលយូរយើងចូលទៅតាមដានក៏ដូចជាស្ដាប់នៅការសម្រាយរឿងពេញតែម្ដងដំណើររឿងរបស់យើងគឺបានកើតឡើងដោយសារមានតួអង្គពីរនាក់ដែលពួកគាត់គឺជាជាងជួសជុលរថយន្តផ្ទះរបស់គាត់នៅតាមជនបទដោយសារតែជីវភាពក្រីក្រខ្សត់ខ្លាំងពេកពីអ្នកប្រិយប្រពន្ធក៏សម្រេចចិត្តថានឹងដាក់បន្លាដាក់ដេកគោលដេកអីនៅលើខ្នល់ដើម្បីឲ្យរថយន្តនឹងមកប៉ះពីបែកដើម្បីគាត់អាចធ្វើការប៉ះកង់ឡានបដូរសបកអីបានអញ្ចឹងណាហើយពេលហ្នឹងដែរគឺគាត់ទៅចាប់ផ្ដើមថ្ងៃដំបូងទេប៉ុន្តែអ្វីដែលគាត់រំពឹងទុកនោះគឺបានដូចចិត្តរបស់គាត់គឺគាត់មានចំណូលច្រើនជាងមុនហើយប្តីប្រពន្ធទាំងពីរនាក់ក៏នៅតែបន្តសកម្មភាពដាក់បន្លាដាក់ដែកនៅលើផ្លូវជារៀងរាល់យប់ពេលនឹងដែរប្រពន្ធរបស់គេហាក់បីដូចជាសប្បាយចិត្តមែនទែនទាំងដែលពួកគេមិនបានដឹងថាពេលដែលគេធ្វើនេះគឺមានកម្មពៀខ្លាំងមែនទែនក៏ដូចជាមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរអញ្ចឹងណាពេលនឹងដែរដល់ព្រឹកឡើងមានរថយន្តជាច្រើនដែលយកមកធ្វើនៅកន្លែងគេហើយប្តីរបស់គេក៏បាននិយាយជាមួយប្រពន្ធថាការងារនេះបងហាក់បីដូចជាមានបាបកម្មខ្លាំងមែនទែនគាត់ក៏ចង់បបួលប្រពន្ធរបស់គាត់ដើម្បីឈប់នៅមុខរបរនៅអញ្ចឹងព្រោះថាគាត់ក៏រលួយបានច្រើនដែរពីការប៉ះកង់ឡានរបស់គាត់ដែលកន្លងទៅហើយពេលនឹងដែរប្រពន្ធរបស់គាត់ហាក់បីដូចជាមិនសប្បាយចិត្តទេព្រោះពេលគាត់កំពុងតែរលួយបានតែប្តីរបស់គាត់ចង់ឲ្យឈប់ធ្វើដើរដាក់បន្លាលួដាក់ដេកគោលអីនៅតាមផ្លូវអញ្ចឹងណាហើយពួកគេពិតជារលួយបានខ្លាំងមែនទែនហើយសប្បាយចិត្តណាពួកគេបានមានការងារធ្វើរហូតហើយមានឡានខូចជាច្រើនហើយថ្ងៃមួយនេះពិតជាចៃដន្យខ្លាំងមែនទែនអតីតសង្សាររបស់